มันធ្វើវាល្អបំផុតហើយខ្ញុំបានព្យាយាមខ្ញុំមិនមែនល្ងងគ្រាន់តែខ្ញុំបានផ្ដល់ទៅសម្រាប់មនុស្សខុសខ្ញុំទទួលយកមេរៀនក៏ដូចជាបទពិសោធន៍ហើយអរគុណសម្រាប់រយៈពេល3ឆ្នាំមកនេះដែលបានចងក្រងនៅទំព័រជាច្រើនទាំងទុកសោកសេចក្តីសោកសេចក្តីរីករាយកំបល់ផ្សេងប៉ុន្តែប្រហែលជាខ្ញុំលះបង់ក៏ដូចជាទាមទារនៅអ្វីដែលខ្ញុំមិនសមនឹងទទួលបានវាហើយឥឡូវនេះគឺជាពេលដែលខ្ញុំឲ្យអ្នកចាក់ចេញពីខ្ញុំហើយខ្ញុំនឹងរកខ្លួនឯងផ្ដោតតម្លៃឲ្យខ្លួនឯងចាប់ពីថ្ងៃនេះតទៅថ្ងៃនេះខ្ញុំចង់ចែករំលែកអារម្មណ៍តាក់ទងជាមួយនឹងការសម្រាប់ចិត្តខកក៏ដូចជាការទទួលបានអារម្មណ៍ដែលខកចិត្តដែលនេះខ្ញុំអត់ដែលគិតថាវាជារឿងដែលនេះខ្ញុំអាចនឹងជួបរឿងបែបហ្នឹងអានិយាយថាប្រធានបទថ្ងៃនេះនេះខ្ញុំនឹងលើកឡើងតាក់ទងជាមួយនឹងស្នេហាខ្ញុំគិតថានៅពេលដែលយើងសង្ឃឹមរំពឹងក៏ដូចជាលះបង់នៅអ្វីដែលខ្លាំងពេកគឺអ្វីដែលយើងទទួលបានហ្នឹងមិនមែនជាការតបស្នងដ៏ល្អនោះទេនោះគឺជាការតបស្នងមកឲ្យយើងវិញត្រឹមតែជាការខកចិត្តដូច្នេះអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនឯងនៅពេលនេះគឺយើងត្រូវចេះស្រឡាញ់ខ្លួនឯងស្រវាច់នៅអ្វីដែលខ្លួនឯងមានតស៊ូទៅមុខយកបទពិសោធន៍ក៏ដូចជាមេរៀនទាំងនោះកុំមករារាំងខ្លួនឯងឆ្ពោះទៅមុខមិនថាជួបរឿងអ្វីគឺជាបទពិសោធន៍ដែលយើងធ្លាប់ជួបគឺជារឿងដែលព្រះជាម្ចាស់ផ្ដល់ឲ្យយើងដូច្នេះអ្វីដែលយើងគួរធ្វើនៅពេលនេះគឺការហ៊ានប្រឈមមុខការយកភាពអវិជ្ជមានដែលយើងទទួលបាននោះមកកែប្រែឲ្យវាល្អប្រសើរទទួលបាននូវផលវិជ្ជមានសម្រាប់ខ្លួនឯងថ្ងៃនេះម៉ោងនេះខ្ញុំមានអារម្មណ៍ថាសោកស្ដាយមែនទែនសម្រាប់អ្វីដែលខ្ញុំធ្វើកន្លងមកខ្ញុំគិតថាវាអត់មានតម្លៃវាខ្ញុំអត់សមនឹងទទួលបាននៅជួបរឿងបែបនេះនៅពេលដែលយើងលះបង់នៅអ្វីដែលមិនមែនជាចំណុចរបស់យើងធ្វើវាទៅដល់ខុសគោលដៅគឺអ្វីដែលយើងទទួលបានគឺត្រឹមតែអារម្មណ៍មួយដែលយើងមិនរំពឹងទុកមិនចង់បានហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាត្រូវចេះស្រឡាញ់ខ្លួនឯង